សួស្តីអ្នកនរនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងលំហាត់មួយនៅបើសិនជាគេឲ្យមកវាមានតំណែងថាបើសិនជាគេឲ្យមកតងសងនៃ alpha ណាមួយស្មើ3ហើយតែគេឲ្យរកគឺឲ្យរកsin expression a ឧបមាថា2 cos theta ចែកជាមួយនឹង sin theta បូកជាមួយនឹង3 cos theta អញ្ចឹងត្រូវធ្វើយ៉ាងណាឲ្យអាកំសោមហ្នឹងគឺព្រោះយើងរបស់ដែលគេឲ្យមកគឺតង់សង theta ស្មើ3អញ្ចឹងយើងត្រូវធ្វើម៉េចឲ្យវាមានតំណែងជាមួយនឹងតង់សង theta អញ្ចឹងខ្ញុំយក a បូក c គឺបាន2 cos theta តោះនេះខ្ញុំចែកជាមួយនឹង cos theta អូខេហើយ sin theta នេះគឺខ្ញុំចែកជាមួយ cos theta បូកជាមួយនឹង3 cos theta ចែកជាមួយនឹង cos theta ពីព្រោះខ្ញុំចែកជាមួយនឹង cos theta ទាំងអស់អញ្ចឹងឥឡូវយើងបានឥឡូវនឹងធ្វើ2 cos theta ចែកជាមួយនឹង sin theta ទៅ cos theta គឺស្មើនឹងតង់សងអញ្ចឹងខ្ញុំអាចជំនួសបានដោយតង់សងគឺវាខ្លះទៅជាតង់សងគីបបូក3ហើយគុណនឹង1គាត់នេះយើងសម្រួលអស់តង់សង1ហើយនេះវាបានទៅជាតង់សងគីបទៀតអូខេអញ្ចឹងយើងបានបន្តទៀតតែដោយសារតែអានេះវាស្មើជាមួយនេះគេវាស្មើនឹង2គុណនឹង1បូកតង់សងគីបtheta អញ្ចឹងខ្ញុំអាចចំនួនបាន2គុណនឹង1បូកជាមួយនឹងតង់សងគីបខ្ញុំ3ការ៉េចែកជាមួយនឹងអូខេ3គីបបូកនឹង3អញ្ចឹងស្មើនឹង3ការ៉េ4 10បាន2គុណនឹង10លើ27បូកហើយនេះបាន20ចែកជាមួយនឹង30អូខេសម្រួលទៅសល់2លើ3ចំណុចអូខេបាយបាយអ្នក